រុយគាត់គេអាការហើយគេឃើញអាការខំនេះមករៀបខ្សោយកម្លាំងឥឡូវនេះជាដល់ប្រកបបន្តខំនេះមកស្ដាប់កញ្ចាយណាដល់សូមរក្សាភាពស្ងៀមស្ងាត់បងប្អូននេះសៀបងប្អូននេះសូមបងប្អូននេះសៀបងប្អូនសូមបងប្អូននេះសៀរក្សាភាពស្ងៀមស្ងាត់បងប្អូនទុកឲ្យគណៈកម្មការដោះស្រាយបងប្អូនបើមិនដូចគ្នាបងប្អូននឹងប្រឈមមុខនឹងផ្លូវច្បាប់បាទឥឡូវសូមអធិស្ឋានពីបងប្អូនតើយើងចង់ឲ្យកម្មវិធីនេះផលិតបន្តទៀតអត់ឥឡូវសូមបងប្អូនគ្រប់គ្រងនៅកម្មវិធីបន្តមួយទៀតមកបាទសូមអបអរសាទរហើយសូមសម្លេងស្ងប់ស្ងាត់បាទសូមអរគុណភាសាជាថ្មីម្ដងទៀតបងប្អូនដើម្បីរក្សានៅសណ្ដាប់ធ្នាប់ទំនៀមទម្លាប់និងចរិតសីលធម៌របស់ប្រជាជនខ្មែរដ៏ថ្លៃថ្នូរសូមបងប្អូនកុំធ្វើភាពផ្ដេសផ្ដាសនឹងមកភាពបន្ទុះសារាយនៅទីនេះជៀសវាងកុំឲ្យបងប្អូនមកចូលមុខទៅនឹងផ្លូវច្បាប់យ៉ាងណាទុកឲ្យគណៈកម្មការរៀបចំការប្រកួតនិងអាជ្ញាកណ្ដាលធ្វើការប្រកួតឲ្យបញ្ចប់ទៅជាស្ថាពរដើម្បីរក្សាបាននៅសណ្ដាប់ធ្នាប់និងវិន័យសណ្ដាប់ធ្នាប់ដ៏ថ្លៃថ្នូររបស់បងប្អូនសូមរក្សាភាពស្ងៀមស្ងាត់បងប្អូនក្នុងនាមយើងជាម្ចាស់សង្វៀនជាម្ចាស់ក្បាច់គុណជាម្ចាស់ផ្ទះដាច់ខាតសូមបងប្អូនរក្សាវិន័យនិងសីលធម៌ឲ្យបានខ្ពស់បំផុតបាទដើម្បីកុំឲ្យអ្នកដទៃគេមកវាយតម្លៃរបស់យើងឥឡូវព្រមបងប្អូនឆាប់បានទេព្រមបាទសូមអរគុណទូនីដល់គណៈកម្មការរៀបចំការប្រកួតសូមសម្លេងអបអរសាទរទូរទស្សនិកជនជាទីមេត្រីនៅដៃខ្ញុំបាទគឺលោកនាងស៊ីវថាប្រធានគ្រប់គ្រងកម្មវិធីបដាល់ទាំងមូលរបស់ទូតបយ័ននៅឆ្វេងដៃរបស់ខ្ញុំបាទគឺអាយដាមនិនពិរមតំណាងឲ្យសហព័ន្ធកីឡាបដាល់កម្ពុជារបស់យើងដែលលោកទាំងពីររួមជាមួយនឹងប្រធានសហព័ន្ធកីឡាបដាល់គណៈកម្មការរៀបចំបច្ចេកទេសនៃការប្រកួតបានសម្រេចជាឯកច្ឆន្ទហើយសម្រាប់គូនេះគឺមិនប្រកាសលទ្ធផលទេបាទដោយឡែកតែអ្វីដែលលោកទាំងពីរនិងសហព័ន្ធកីឡាបដាល់ប្រតិភូទាំងកម្ពុជានិងថៃគណៈកម្មការរៀបចំការប្រកួតបានលើកឲ្យគូទាំងពីរនេះទៅធ្វើការប្រកួតនៅសប្តាហ៍ក្រោយដើម្បីយកអ្នកឈ្នះនិងអ្នកចាញ់សាជាថ្មីអបអរសាទរនេះគឺជាមោទនភាពការឲ្យពិន្ទុនិងការកាត់ក្តីយ៉ាងសក្តិនៅក្នុងការប្រកួតយើងរងចាំថាតើសប្តាហ៍ក្រោយឬក៏សប្តាហ៍ក្រោយមួយទៀតអ្នកទាំងពីរនឹងធ្វើការប្រកួតដើម្បីយកជ័យជំនះបាន3ពិន្ទុហើយនឹងអ្នកចាញ់បាន1ពិន្ទុនៅសប្តាហ៍ក្រោយជាដំណឹងសម្រាប់បងប្អូនអ្នកដែលស្នេហាវិស័យកីឡាបដាល់